របៀបធ្វើការផ្សព្វផ្សាយទៅលើ marketplace ទាំងអស់គ្នាណាហើយជាដំបូងឡើយយើងបើក Facebook មកហើយយើងមានឃើញនៅចំណុចនៅខាងលើមានចំណុច5ចំណុចនេះទី1គឺ home ទី2គឺ real ទី3គឺ marketplace នៅចំកណ្ដាលនេះតែម្ដងហើយនេះគឺ group អញ្ចឹងយើងគោលដៅរបស់យើងគឺចូលលើ marketplace មុនណាអញ្ចឹងទី1ដើម្បីឲ្យយើងផ្សព្វផ្សាយកាន់តែលឿនហើយងាយស្រួលលុះត្រាតែយើងមានអាល់ប៊ុមរូបភាពជាមុនសិនទី2យើងមាន caption ថាយើងចង់សរសេរពីអីចង់លក់ពីអីជាមុនសិនបានយើងអាចចូលទៅដល់ marketplace នេះបានអូខេឥឡូវនេះគឺផ្ទាំងរបស់ marketplace ហើយយើងមានឃើញចំណុចទី1គឺតកតងនឹងប៊ូតុងគាត់ហៅថា create new listing អញ្ចឹងយើងចុចទៅលើនឹងផ្ទាល់តែម្ដងយើងនឹងទៅដល់នៅចំណុចទី3នេះបាទទី3នេះគឺទី1 item for sale គឺយើងលក់ផលិតផលទូទៅទី2ហើយយើង vehicle for sale តកតងនឹងការលក់ឡានទី3 house for rent តកតងនឹងការជួលផ្ទះអញ្ចឹងយើងចូល item for sale តែម្ដងបាទគ្រូណាបាទអញ្ចឹងកន្លែង product នេះគឺយើងអាចយករូបចំនួន10រូបបានបាទអញ្ចឹងខ្ញុំចូលក្នុង 3D របស់ខ្ញុំនេះខ្ញុំចូលពាក្យ product ដែលខ្ញុំបានរៀបចំបាទនេះ product របស់ខ្ញុំគឺរូបច្រើនណាស់នេះបាទនេះប្រភេទជាផលិតផលរបស់ D20 ខ្ញុំផលិតផលរបស់ D20 ខ្ញុំអាច select បានរហូតដល់10រូបតែម្ដងគឺរូបទាំងអស់ហ្នឹងវា load នៅក្នុងបាទ load នៅក្នុង product listing របស់យើងអូខេអញ្ចឹងរូបនេះបានដើរដំណើរការហើយអញ្ចឹងខ្ញុំ add title អញ្ចឹងខ្ញុំសរសេរថា W King D20 បងប្អូនលោកគ្រូអ្នកគ្រូអាចសរសេរថា D20 មានការបញ្ចុះតម្លៃ D20 មានតម្លៃល្អសរសេរមិនក៏បានដែរប៉ុន្តែខ្ញុំដាក់តែ D20 ហើយតម្លៃរបស់ខ្ញុំគឺខ្ញុំដាក់ពេញ$279ដោយសារតែយើងនៅក្នុងប្រទេសកម្ពុជាវា load ឲ្យជាលុយរៀលប៉ុន្តែបើសិនជា currency នៅប្រទេសផ្សេងគឺវា load តាម currency ហ្នឹងហើយប្រភេទរបស់យើងក៏ប្រភេទអ្វីប្រភេទជា tool ឬក៏ប្រភេទជាអីផ្សេងៗខ្ញុំថាកន្លែងនេះខ្ញុំឲ្យអ្នកទាំងអស់គ្នាគឺ select ជា electronic បាទព្រោះដោយសារតែវាជាប្រព័ន្ធ electronic គឺយើងដាក់ក្នុង electronic ឬក៏ computer អញ្ចឹង condition របស់យើងគឺថ្មីតម្លៃនេះយើងដាក់ថា new បើសិនជាវ៉ាន់មកទឹកយើងដាក់ថា good ឬក៏ fair អញ្ចឹងទៅបាទបើសិនជាមកទឹកមួយទៀតគឺដូចថ្មីអញ្ចឹងខ្ញុំដាក់ថ្មីចុះដោយសារតែវ៉ាន់របស់យើងថ្មីបាទអញ្ចឹងខ្ញុំដាក់ថ្មី more detail នេះគឺយើងចង់បញ្ជាក់ថាអត់ឲ្យ friend នៅក្នុង Facebook យើងឃើញការលក់ D20 ហ្នឹងឬក៏អត់បើសិនជាអត់ចង់ឲ្យគាត់ឃើញទេយើងដាក់ hi from friend អូខេបើសិនជាគាត់ឃើញធម្មតាទេយើងដាក់ទៅធម្មតាអូខេអញ្ចឹងដល់ចំណុចទី1ទៀតគឺបាទយើងសរសេរនេះ brand យើងដាក់ brand W King កន្លែងនេះអូខេអញ្ចឹងកន្លែង description នេះគឺយើងសរសេរអំពីឧទាហរណ៍ថាពី spec របស់វាពីគុណសម្បត្តិឬក៏ពីលក្ខណៈពិសេសរបស់ D20 អញ្ចឹងដោយសារតែខ្ញុំបានរៀបចំ spec នឹងរួចហើយខ្ញុំចូលទៅយក spec នឹងតែម្ដងបាទ spec របស់ខ្ញុំគឺខ្ញុំបានរៀបចំ spec រួចហើយខ្ញុំចុចនេះមកខ្ញុំ copy spec នោះមកហើយខ្ញុំយកទៅដាក់នៅក្នុង description អូខេ description អញ្ចឹង description នេះគឺឲ្យយើងបំពេញនៅព័ត៌មានរបស់ផលិតផលរបស់យើងហ្នឹងអញ្ចឹងគឺឲ្យ product tag list in stock ឬក៏យើងដាក់មាន stock យើងចុច line នេះគឺយើងចុច W20 យើងមួយវានឹង list នៅខាងក្រោមថាមានទី12ទីអីអញ្ចឹង list in stock បាទគឺបានបញ្ជាក់ថា if you selling more than one item sold in stock on your listing ចឹងយើងចុច line នេះដើម្បី link ទៅផលិតផលគេពេលខ្លះគាត់ទិញ D20 ទេគាត់បាយជាទៅទិញទី12ឬក៏ទី11អញ្ចឹងអូខេអញ្ចឹងផ្សេងៗទៀតយើងមិនចាំដាក់ក៏បានហ្នឹងកន្លែងនេះបើសិនជាកន្លែង product tag នេះតោះតែយើងកំណត់ថាអូខេយើងដាក់គេ D20 អីគេtag អីគេនៅគេលោកគេ search មកថាគេ search យក D20 វានឹងទៅឃើញអញ្ចឹងណាដល់ booking អញ្ចឹងអូខេចំណុចផ្សេងទៀតគឺយើងពេលដែលយើងលក់យើងអាចជួបគេសាធារណៈបានអត់ឬក៏ឲ្យអ្នកទិញហ្នឹងមកហាងរបស់យើងឬក៏យើងដឹកទៅដល់របស់គេហើយទៅដល់ផ្ទះរបស់គេឬក៏ទីតាំងរបស់គេអញ្ចឹងយើងដាក់មាន public location ក៏បានយើងទៅដើម្បីក៏បានដែរគាត់មកទិញដល់ហាងក៏បានយើងដឹកឲ្យគេក៏បានដែរនេះព្រោះគេថាពេលខ្លះគេអត់ចង់មកទិញផ្ទាល់គេរកអ្នកដែល drop off ដល់ drop off ណាអូខេហើយកន្លែងនេះនៅភ្លេចចំណុចមួយទៀតគឺគេតាក់ទងគឺយើងអាចចុចនៅខាងក្រោមនេះដើម្បីយើងដាក់ link Telegram របស់យើងអូខេយើងបានរៀបចំលើចំហើយដល់មកហើយយើងទៅទីនេះវាកំពុងតែដំណើរការហើយយើងចង់ផុសលក់នៅក្នុងក្រុមមួយណាចំណុចនេះគឺសំខាន់ណាស់យើងមិនចាំស្អាទេគឺយើងផុសលក់នៅក្រុមមួយក្នុងពេល public អញ្ចឹងយើងបានដល់រហូតដល់20ក្រុមយើងគ្រប់រហូតដល់20ក្រុមលោកគ្រូបាទយើងស្អាបានដល់ក្រុមប៉ុន្តែយើងផុសលក់តាម marketplace វាចែករហូតដល់20ក្រុមអញ្ចឹងយើង search មើលទៅ20ក្រុមហើយឆ្អើយបាន20ក្រុមដល់
នេះគឺ20ក្រុមអាប់20ក្រុមយើងចុច public ហើយវាកំពុង listing រួចរាល់អញ្ចឹងការ listing របស់ខ្ញុំគឺរួចរាល់ហើយគឺ